សូមបង្ហាញអំពីប្រភេទ setup ទៅលើកាមេរ៉ាដែលមានប្រើ lens 2 បាទអញ្ចឹងកាមេរ៉ា lens 2 នេះបាទរបៀបប្រើប្រាស់ងាយៗមែនទែនបងប្អូនបាទកាមេរ៉ាមួយនេះគឺមាន lens ខាងលើនិងខាងក្រោមបាទកាមេរ៉ាមួយគឺចាប់បាន2ប្លង់អញ្ចឹងរបៀបប្រើប្រាស់បាទពេលដែលយើងទិញមកបាទគឺយើងមានកាមេរ៉ាមួយហើយមាន adapter ភ្លើងបាទនេះបាទអញ្ចឹងគឺសូមបងប្អូនបាទដោតភ្ជាប់ជាមួយនឹងកាមេរ៉ាមកបាទជាមួយ adapter ភ្លើងហ្នឹងបាទហើយអានេះគឺសម្រាប់វិសបាទចាប់ជាមួយជញ្ជាំងបងប្អូនណាបាទហើយបន្ទាប់មកកន្លែងនេះគឺកន្លែងដោត memory បាទនេះប៉ុន្តែដោយសារខ្ញុំដោត memory រួចហើយបាទអញ្ចឹងរបៀបដាក់នោះដកនោះគឺងាយស្រួលទេបាទសង្កត់មកបន្ទាប់មកបងប្អូនបិទចិត្តបាទជៀសវាងយើងដាក់នៅខាងក្រៅទៅគឺត្រូវទឹកបាទបិទចិត្តបងប្អូនណាបាទបងប្អូនយកអា free ភ្លើងហ្នឹងគឺយើងដោតចូលមកបាទដើរបាទពេលដែលយើងដោតហើយបាទពេលដែលយើងដោតរួចហើយវាដើរបាទ Wait to be configured អញ្ចឹងបងប្អូនយកអាដោយខ្សែកាមេរ៉ាដោតជាមួយ free ភ្លើងមកបងប្អូនណាបាទបន្ទាប់មកយើងរងចាំមកវាដើរសិនបាទអញ្ចឹងពេលដែលវាដើរកាមេរ៉ាដើររួចហើយបាទដំណើរការហើយសូមបងប្អូនចូលកម្មវិធី download បាទមិនថា Android ឬ iPhone ទេយើង download ពាក្យកម្មវិធី ICC ដោយសារខ្ញុំ download រួចហើយបាទអញ្ចឹងគឺបងប្អូនចុច open មកបាទចុច off មកបាទតើមិនចុចពាក្យ join now បាទចុច create and continue បាទចុច allo ទៀតតើមិនចុច connect Facebook បាទ connect Facebook បងប្អូនមកបាទ connect ទៀតបាទចុច allo អានេះវាឲ្យយើង connect បាទអញ្ចឹងគឺបងប្អូនចុចអាហ្នឹងមក Please input wireless router password បាទចុច allo 1បាទកន្លែងនេះយើងចុច password បងប្អូនណា password Wi-Fi បាទភ្ជាប់ជាមួយកម្មវិធី ICC ឬទូរស័ព្ទគឺសូមបងប្អូនបើកកម្មវិធី Bluetooth បងប្អូនណាបាទឥឡូវយើងបើក Bluetooth ផងដែរបាទតោះមកយើងចុចខាងក្រោមនេះគឺ password Wi-Fi បាទចុច OK មក Connecting please wait គឺវាកំពុងតែដើរហើយ connect ភ្ជាប់ជាមួយនឹងកាមេរ៉ាបងប្អូនណាបាទអញ្ចឹងយើងរងចាំតិចទៅបាទឥឡូវវាដើរហើយបងប្អូនបាទឃើញវិលដើរហ៎បាទអញ្ចឹងកន្លែងនេះគឺកន្លែងឈ្មោះកាមេរ៉ាបាទយើងចង់ដាក់ឈ្មោះអីបាទទីតាំងយើងឬមួយយើងចង់សរសេរទៅបាទបើយើងមិនចង់សរសេរទេ